អោនេះថើបនេះជាមួយសង្សារចាស់របស់គាត់ឲ្យយើងមានអារម្មណ៍យ៉ាងម៉េចឲ្យយើងសម្រួលអារម្មណ៍គាត់ចូលចិត្តធ្វើអីឃើញនឹងមុខហើយ តែបើឃើញនៅមុខឲ្យសួរអីទៀត សិនគាត់អត់សួរទេគាត់សួរថាអូហើយចុះយើងមានតន់ត្រូវចេតនាអីមួយគ្នាណាត្រូវអត់ហេអោក្នុងរឿង យើងធ្វើតាម fan comment ត្រូវហ៎ តែគេចង់និយាយក្នុង fan comment គាត់នៅក្នុងរឿង sad ending ទៅគាត់នៅក្រៅ happy ending ស្រាប់ហើយនឹងចឹងជំរាបសួរអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាចំពោះការគាំទ្រ short film របស់ពួកយើងចឹងថ្ងៃនេះយើងមកអាន comment អ្នកទាំងអស់គ្នាទៅលើ short film របស់ពួកយើងមិនដែរអត់ដឹងថាមាន comment គេខ្លះហេ so teamwork អ្នក select មកហេ so ឥឡូវយើងទៅមើលទាំងអស់គ្នាថាមានគេខ្លះ ចឹងឃើញ monster ធ្វើតួអាក្រក់ម្ដងហេតុអីគាត់ថាមកខ្ញុំធ្វើតួអាក្រក់សមដែរមែនទេគេបានន័យថាគេទៅសារយូរដែលយូររដងហ្នឹងលេងចេញមកសិតតែតួល្អល្អ like តួ slow តែបើមនុស្សល្អអត់ទៅធ្វើអាក្រក់ហ្មងមែនទេអ្នកនេះគាត់ស្ដាប់មកមានអារម្មណ៍ថាសំដែងអត់ទេតែហ្មងមិនសំដែងទេបើយើងមិនអត់មានអាក្រក់នៅខាងក្នុងហ្នឹងឲ្យយើងទៅធ្វើអាក្រក់ហ្មងមែនទេអ្នកណាថា SK slow មកដល់នាទីចុងក្រោយសំដែងបានល្អណាស់ love like you thank you ទៅស្គាល់មែនណាគេថា SK slow no មានណាអ្នកនរគ្នាបើឃើញ slow ទៅគឺអ្នកនរគ្នាឃើញអ្វីដែលពួកខ្ញុំបង្ហាញទេគឺនៅលើអេក្រង់រឿងទេអេក្រង់ទូរស័ព្ទអេក្រង់ទូទស្សន៍ទេប៉ុន្តែជាក់ស្ដែងពួកខ្ញុំស្គាល់គ្នាផ្ទាល់មិនខ្ញុំដឹងជិះទៅខ្ញុំមិន slow ទេអ្នកគ្នាហើយក៏មិនអូខេគឺស្គាល់ថាមិន slow ទេមែនតលេងឯងមកក៏ស្លាញ់មែនណាមានភាកតអត់ចង់ឲ្យជួបគ្នាហើយមិនបានបងនិយាយតែឯងចឹងយូរឲ្យព្រមចឹងព្រមមក happy ending នៅក្នុងរឿង sad ending ទៅព្រោះនៅក្រៅ happy ending ស្រាប់ហើយហ្នឹងចឹងយូរមានណា happy with my life យើងមកចិត្តទទួលអ្នកថ្មីព្រោះសង្ឃឹមថាគេនឹងជួយព្យាបាលរបួសបេះដូងដែលធ្លាប់ឈឺតែចុងក្រោយអ្វីៗក៏មិនដូចការបំពង់តប់ព្រោះគេមិនបានព្យាយាមស្វែងយល់ពីជំរឿចិត្តរបស់យើងឡើយគេមើលឃើញត្រឹមតែអ្វីដែលគេបង្ហាញនៅចំពោះមុខនិងវិនិច្ឆ័យតាមការយល់ឃើញផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះមែនទេអ្នកនរគ្នាពេលខ្លះមិនមែនការវិនិច្ឆ័យដោយការយល់ឃើញទេប៉ុន្តែទង្វើជាក់ស្ដែងនៅក្នុងមុខព្រោះពេលខ្លះដែលយើងស្រឡាញ់គេយើងណាគេក៏ខ្លាចតែក្នុងការស្រឡាញ់គេតែឯងមែនអត់អញ្ចឹងពេលខ្លះបើយើងសង្ឃឹមយើងគិតថាអូមកខាងគេមានចិត្តលើយើងហើយប៉ុន្តែទង្វើគេជាក់ស្ដែងប្រហែលជាគេនៅអត់តតដាច់ស្រឡាញ់ឲ្យសង្សារចាស់គេវិញនៅក៏នៅបកតែអតីតកាលគេវិញយើងនឹងជាអីវិញយើងមានអារម្មណ៍ថាខ្លួនឯងជាអីវិញមែនអញ្ចឹងការប៉ັດគួរតែបើថាយើងមានចិត្តលើគ្នាដែរគួរតែនិយាយគ្នាឲ្យច្បាស់លាស់កុំគួរឲ្យទុកឲ្យមិនត្រូវសង្ស័យប្រកាសជារឿងអញ្ចឹងមែនអត់មែនមែនចុះណៃធ្វើចឹងតែចុះណៃគេcomment control អនឯងហើយអនឯងតែឥឡូវអនឯងcontrol បងវិញចឹងចុះអនឯងទៅស្គាល់ថាក្នុងរឿងអនឯងខុសមែនមិនខុសហើយក៏ប៉ុន្តែក្នុងរឿងហ្នឹងក៏មិនសូវត្រូវមែនចង់និយាយថាយូមានហេតុផលរបស់យូផ្សេងយូមានហេតុផលរបស់ខ្ញុំផ្សេងចឹងហេតុផលគេយើងស៊ូផ្ទាល់មកលើទៅក្នុងរឿងមែនដោយសារអីខាងគាត់ហ្នឹងហើយគាត់មានសួរនាំអីច្បាស់លាស់ហេគាត់ចូលចិត្តធ្វើអីឃើញនឹងមុខហើយតែបើឃើញនៅមុខឲ្យសួរទៅអីទៀតសិនគាត់អត់សួរទេគាត់សួរថាអូអាហ្នឹងវាអញ្ចឹងមកដោយសារអីឬក៏មិនមានសួរទេគាត់វិនិច្ឆ័យខ្លួនឯងសួរឥឡូវវាទៅជារឿងមួយដែលចំណងចម្រាស់គ្នាចឹងបើយើងឃើញយើងគិតថាអូពីអ្នកយើង more than friend more than ពុម៉ាអី Why you មិនព្រមសួរ Why you មិនឃើញទេតែអោបគ្នាមួយសង្សារចាស់សួរថាយើងក្នុងចិត្តវាមិនសួរថាអូខៃឡូពេលហ្នឹងគេកោបគេអោបឬក៏គេអោបអីចឹងទៅឬក៏មានបញ្ហាសួរថាម៉េចអូត្រូវគ្នាមួយសង្សារចាស់វិញហ៎មែនហើយចុះយើងមានតន់ត្រូវចេតនាអីមួយគ្នាណាត្រូវអត់ចឹងមិនថាមានអីមានចឹងមិនមាននៅថាខាងប្រុសគិតតែឯងនេះចឹងមិនថាខាងប្រុសគេគិតគេផ្ដល់តម្លៃខាងស្រីនិយាយគ្នាមួយសង្សារចាស់អោបគ្នាសង្សារចាស់ក៏ still okay ដែរហើយចឹងមែនចឹងមែន debate អត់ចេះទេឥឡូវចូលទៅឲ្យខ្ញុំ debate មួយគាត់និយាយមួយគាត់អត់ឈ្នះទេចឹងឲ្យអ្នកដែលមើលដល់ព្រោះខ្ញុំមានហេតុផលទៅហេតុផលដែលថាដូចនិយាយហ្នឹងខ្ញុំជឿថាទីច្រើនផុសគ្នាយើងគឺជួបរឿងអស់ហ្នឹងច្រើនហើយដែលថាលក្ខណៈថាយើងគិតថាអូម្នាក់ហ្នឹងគឺជា the one ហើយប៉ុន្តែជាក់ស្ដែងយើងខំដាក់កាយដាក់ចិត្តប៉ុន្តែជាក់ស្ដែងគឺនៅបែនទុកយើងសំខាន់អស់ហ្នឹងព្រោះអាហ្នឹងគឺឈឺអ្នកគ្នាបញ្ចេញមតិតាមអ្នកអរគ្នាចង់តែអោគេទៅគេឈប់ខឹងហើយក៏ផ្លោះអនឯងខឹងចឹងក្រោយហ្នឹងមែនហេអោក្នុងរឿងយើងធ្វើតាម fan comment ត្រូវហ៎តែគេចង់និយាយក្នុងរឿង fan comment គាត់មិនប្រាប់ចឹងថាអោទៅគេឈប់ខឹងហើយឥឡូវក្នុងរឿងខឹងតែក្នុងរឿងខឹងអត់រឿងខឹងតែអត់ទេឥឡូវនេះអត់មានខឹងអីឥឡូវនេះមានរឿងមកពីណាទៀតអត់មានទេណាអត់មានទេតែមែនតើអ្នកនរគ្នាគិតទៅក្នុងរឿងហ្នឹងតួសង្សារចាស់កននេះដែលអ្នកអាចបានស្និទ្ធមួយគាត់អោបគាត់ខ្ញុំមកបានប៉ះពាល់គាត់ទាំងអស់ខ្ញុំមកបាននេះទាំងអស់បានតែជួយមើល support ពីចម្ងាយណា lollipop ហ្នឹងក៏ lollipop ស្គាល់អ្នកបាំងហ្នឹង lollipop អូបើយូធ្វើដៃចេះយូទៅអ្នកដៃមកប៉ះគេនេះdirector ឲ្យធ្វើចឹងតែ what's point មានអីមែនខ្ញុំមួយ SK បែកគ្នាយូរហើយកុំគិតម្នាក់ឯងទៀតអីណា step មានអ្នកបែកគ្នាមួយច្រើនមែន
ឥឡូវនេះឃើញអត់ទេមែនតែក្នុងហ្នឹងឯងព្រោះឃើញ SK ពេលផុសរូបនំដងឃើញមានអ្នកផុសថា SK ទៅដល់លេខអត់ប្រាប់សង្សារច្រើនណាអញ្ចឹងមានច្រើនមែនអញ្ចឹងតែឃើញ comment មកកណ្ដោដែរឃើញគេ share ឲ្យ SK SK ទៅផុសរូបទៅព្រៃភ្នំឬក៏ទៅសមុទ្រអត់អរគុណបងអញ្ចឹងដែលបងថតរូបឲ្យឬក៏ទៅដល់លេខអត់ប្រាប់បងអញ្ចឹងរូបហ្នឹងបងប្រាប់កុំឲ្យផុសមិនឲ្យផុសអញ្ចឹងឃើញអញ្ចឹងរហូតហ៎ ចាំមកនេះថាយូហ្នឹង scroll មើលទាំងអស់មែនគេ comment អីមែនគេ share អីមែនយូមើលទាំងអស់ធ្វើអ អត់ជួនកាលនៅក្បែរគេយូរពេកគេមើលរំលងតម្លៃទោះមកក្រោយឲ្យពេលខ្លីតែគេមើលឃើញតម្លៃនិងការថែរក្សាពេជ្រឬថ្មមិនសំខាន់ពេជ្រឬថ្មដែលធ្វើឲ្យជីវិតយើងមានក្តីសុខមានមតិមិនអ្នកយូនេះពេជ្រឬមិនប្រូយូទៅពេជ្រឬថ្មហ្នឹងឥឡូវយូសុខចិត្តយកពេជ្រឬយកថ្ម ខ្ញុំ ពេជ្រអាចអត់សូវមានក្តីសុខទេតែថ្មអាចមានភាពកក់ក្ដៅភាពការពារ ទេកុំនិយាយចឹងអត់ត្រូវទេយើងសំខាន់ឥឡូវនិយាយថាខ្ញុំគ្រប់ត្រូលជាមួយមតិរបស់គាត់ព្រោះដោយសារតែអញនិយាយបានថាវាមិនសំខាន់លើពេជ្រថ្មឬក៏អីទេសំខាន់ឲ្យតែយើងនៅមួយម្នាក់ហ្នឹងហើយយើងមានក្តីសុខយើងនៅមួយម្នាក់ហ្នឹងហើយយើង feel like oh this is the right person ណាអាហ្នឹងអាចបន្តទៅមុខទៀតបាន so yeah that's it ប៉ុណ្ណឹង អរគុណមានន័យ idol សុំបត់ណារីករាយតិចមកសេតរហូតចឹងដែលខ្យល់ហើយ រីករាយឥឡូវហ្នឹង set ending សិនទៅតិចទៀតរីករាយហើយឥឡូវមានអារម្មណ៍ថាដូចគៀកចូលឆ្នាំណាគៀកចូលឆ្នាំអញ្ចឹងផាអាចមានបទសប្បាយអីស្ដាប់អីដែរអញ្ចឹងណាត្រូវទេ មានដែរ មាន so yeah let's see តិចទៀតបានសប្បាយតាមបំណង ចិត្តក្តៅរៀងខ្លួនមិនអាចដោះស្រាយបញ្ហាបានទេទទួលស្គាល់ហើយនឹងអ្នកនរគ្នាប៉ុន្តែដូចនិយាយចឹងការខឹងគឺភាគច្រើនគឺមានហេតុផលត្រូវទេជាក់ស្ដែងយើងទៅឃើញគាត់នៅនឹងមុខមកអោបគ្នាថើបគ្នាជាមួយសង្សារចាស់របស់គាត់ឲ្យយើងមានអារម្មណ៍យ៉ាងម៉េចឲ្យយើងសម្រួលអារម្មណ៍បែបម៉េចទេប៉ុន្តែជាក់ស្ដែងគឺគាត់ខឹងគាត់ថាហត់នឹងបញ្យល់វិញហើយចិត្តឲ្យយើងទៅធ្វើយើងនិយាយស្ដាប់អត់ចូលគ្នាហ្នឹងនិយាយនេះចេញយល់ជាស្ដែងទៅវាស៊ីសងទៅលើការប្រស័យតាក់ទងគ្នាសិនបើយើងមិនតន់ដឹងអីហងយើងម៉ៃគិតតែឯងហើយយើងផាំងទៅគេហៅនិយាយហេតុផលថាអូមកពីចិត្តអត់បានហ្នឹងមកពីខ្លួនឯងដែរយល់តស៊ូពងបានសម្រាប់2026ឈប់ស្រឡាញ់គេម្នាក់ឯងបបួលគេតតែ SK ព្រមស្រឡាញ់វិញ ក៏មានគាត់ comment reply ទៀតបង comment ចាក់ប្រធានហើយបាត់គេទាំងសែតបងយករឿងពិតមក comment អញ្ចឹងទៅមិនបានគាត់ថាយើងរឿងពិតអញ្ចឹងបងអត់ដឹងដែរ មិនក៏អត់ដឹង 2026និយាយថងច្រើន យ៉ាមាននិយាយត្រង់ហើយថាពិតជាអត់ដឹងមែនរឿងពិតពិតជាអត់ដឹងមែន ហ្នឹងហើយ បែបនេះក៏បានដើរកាត់មានន័យដូចម្ដេចដើរឲ្យបានកាត់ឬកាត់ឲ្យបានដើរ ចង់និយាយថាដើរកាត់ហ្នឹងគឺយើងអាចនិយាយថាភាសាទូទៅដែលយើងនិយាយទេថាជួនកាល in relationship sometimes ក៏យើងចង់និយាយថាយើងរំពឹងថាម្នាក់ហ្នឹងនឹងចូលក្នុងជីវិតយើងហើយអូរៀងនិយាយចូលគ្នាហើយតែចន្លងគេមានអត់ចង់ដើរចូលក្នុងជីវិតយើងហ្នឹងគេគ្រាន់តែដើរកាត់មកអឺតលឿនខ្ញុំគិតថាសម្រាប់មនុស្សប្រុសរៀងជួបច្រើនគ្នាដែររឿងលក្ខណៈថាយើងយល់ច្រឡំតែឯងស្មានតែគេមានអារម្មណ៍លើសយើងអញ្ចឹងណាអញ្ចឹងអូខេអ្នកទាំងអស់គ្នានេះជា comment នៅក្នុងរឿងដើរកាត់ so អរគុណអ្នកទាំងអស់គ្នាមែនតើចំពោះការគ្រប់គ្រងស្នាដៃរឿងរបស់យើងសំខាន់ថាមានអីឆាប់ដែលអាចកាត់ set វិញសម្រាប់ពួកខ្ញុំហើយក៏អាចកាត់ set សម្រាប់អ្នកទាំងអស់គ្នាដែរអញ្ចឹងបើចង់ដឹងថានឹងមានអីបន្ថែមទៀតកុំភ្លេចតាមដាននៅ page របស់ខ្ញុំ Step ក៏ដូចជា page របស់ SK ជាមួយ page Gen Music ទាំងអស់គ្នាមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ យួរដល់ទៅមកអូ